ហើយចំពោះការតម្លាក់ម៉ូតូសូមបងប្អូនពុំអារម្មណ៍យឺស្រូបតាមម៉ូតូទៅយឺស្រូបតាមម៉ូតូមិនមានថាបើសិនជាម៉ូតូឆេះហើយវិលទៅមុខសូមបងប្អូនកុំអាភ័យទៅហោណាបាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះឆ្លៀតពេលទៅនៃពីការងារបាទឆ្លៀតពេលបាទរៀនហោះលេងបាទបែកញើសកណ្ដាលសាច់របស់បងប្អូនអរគ្នាបាទនេះជាពេលទៅនៃរបស់ខ្ញុំបាទក្នុងការវឹកហាត់ក៏ដូចជាជិះលេងសប្បាយៗជាមួយម៉ូតូដែរអូខេតោះរៀនក្បាច់ហោះវិលជុំដល់ពេលYeah. She my baby, got that for mine. Through the chaos and the pain, she the one I trust. Turn the ashes into hope, turn the hate into trust.បងប្អូនទាំងអស់គ្នាចំណុចកន្លែងនេះហេតុដែលខ្ញុំចង់ចែកម្លែកបទពិសោធន៍របស់ខ្ញុំបានទៅកាន់បងប្អូនទាំងអស់គ្នានៅពេលដែលយើងទាញហោះមកជ្រុលធ្វើម៉េចយើងលះលោតចុះលើម៉ូតូហើយយើងគ្រប់គ្រងម៉ូតូបែបហ្នឹងន័យថាពេលដែលយើងទាញមិនប្រកាសថាយើងទាញមកល្មមដោយការគិតរបស់យើងអញ្ចឹងនៅពេលដែលម៉ូតូហោះគឺយើងត្រូវreflect ធ្វើម៉េចលោតចុះលើម៉ូតូហើយគ្រប់គ្រងម៉ូតូបែបហ្នឹងបាទហើយចំពោះការតម្លាក់ម៉ូតូសូមបងប្អូនពុំអារម្មណ៍យឺស្រូបតាមម៉ូតូទៅយឺស្រូបតាមម៉ូតូមិនមានថាបើសិនជាម៉ូតូឆេះហើយវិលទៅមុខសូមបងប្អូនកុំអាភ័យទៅហោណាបាទចឹងបើសិនជាម៉ូតូស្ថានភាពបែបហ្នឹងបងប្អូនតម្លាក់បងប្អូនមិនភ័យទេជាយើងគ្រប់គ្រងអារម្មណ៍មួយស្របតាមម៉ូតូហើយយើងតម្លាក់ធម្មតាចេះមកបងប្អូនបាទអញ្ចឹងអត់មានអីទេសុំកុំទប់ម៉ូតូពេកព្យាយាមបាឡែនស្របតាមកម្លាំងម៉ូតូស្របតាមទម្ងន់ម៉ូតូព្យាយាមនៅឲ្យឆ្ងាយពីម៉ូតូកុំឲ្យតម្លាក់មកនៅខ្លួនក្រោមចេះអីចេះវាអាចប៉ះពាល់ជើងយើងអញ្ចឹងអ្វីខ្ញុំចែកម្លែកមានប៉ុណ្្នឹងហើយមានច្រើនទៀតហើយយ៉ាអានេះជាការចែកម្លែកតិចតួចទេសម្រាប់បងប្អូនដែលចង់ហាត់ម្នាក់ឯងនៅផ្ទះបាទចុកដៃបងប្អូនអរគ្នាបងប្អូនសួរថាចំពោះការហាត់បាញ់ហ្នឹងវាទាមទារអ្វីឲ្យយើងខ្លះដើម្បីមកហាត់ត្រៀមបាទដើម្បីទាមទារបាឡែនហ្នឹងក្បាច់ហ្នឹងទីមួយគឺយើងស្វែងយល់ច្បាស់ក្នុងការអុកក្នុងការលើកកាលណាយើងអុកស្ទើរពេកម៉ូតូវាឡើងមកឈរចេះទេអញ្ចឹងទាមទារឲ្យយើងអុកឲ្យខ្លាំងដើម្បីឲ្យម៉ូតូឈរដើម្បីយើងងាយស្រួលគ្រប់គ្រងបាឡែននៅពេលហោះឡើងទៅលើហើយចំពោះការហោះខ្លាំងហ្នឹងក៏អត់ឲ្យវាមកខ្លាំងមកជ្រុលដាច់ឆ្ងាយចេះដែរអញ្ចឹងទាមទារហោះធ្វើម៉េចឲ្យវាស្ថិតក្នុងមុំ90ដឺក្រេឬក៏88 89 ល្បាក់90ដឺក្រេនឹងបងប្អូនទាំងអស់គ្នាហើយហ្នឹងហើយអ្វីដែលសំខាន់គឺអារម្មណ៍យើងបងប្អូនអារម្មណ៍យើងកុំភ័យខ្លាចដាច់ឆ្ងាយពេកកុំភ័យខ្លាចអត់ឡើងពេកអញ្ចឹងសម្រាប់ក្បាច់នេះដែរទាមទារយើងប្រើអារម្មណ៍